នៅរសៀលថ្ងៃទី24ខែតុលាឆ្នាំ2025អាជ្ញាធរជាតិអប្សរាបានដឹងថាសារមន្ត្រីប្រាណរតមសីហនុអង្គរបានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍មួយស្ដីពីការផលិតនិងការប្រើប្រាស់កុលាលភាជន៍នៅតំបន់អង្គរជូនសាធារណជនបានទស្សនានិងសិក្សាស្រាវជ្រាវរយៈពេល2ខែចាប់ពីថ្ងៃទី23ខែតុលារហូតដល់ចុងខែធ្នូឆ្នាំ2025ដោយការរៀបចំនេះមានការសហការជាមួយនាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាលោកឆារចនាប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរនៃនាយកដ្ឋានស្រាវជ្រាវបណ្ដុះបណ្ដាលនិងផ្សព្វផ្សាយបានដឹងថាកុលាលភាជន៍ប្រមាណ20ប្រភេទដែលផលិតនាសម័យអង្គរជាពិសេសនៅចុងសតវត្សទី9រហូតដល់សតវត្សទី14ជាប្រភេទកុលាលភាជន៍រួមមានក្រឡផើងក្អមដន្លាប់ចានពែងខួចនិងការផលិតក្បឿងជាដើមដែលមនុស្សសម័យបុរាណតែងប្រើប្រាស់ប្រចាំថ្ងៃដោយកុលាលភាជន៍ទាំងនោះភាគច្រើនមានប្រភពមកពីស្ថានីយផលិតភាជន៍ថ្នាំម្រេចភ្នំគូលែននិងស្ថានីយផលិតភាជន៍ស័ក្តិសិទ្ធិលោកបន្តថាពិព័រណ៍មិនអចិន្ត្រៃយ៍នេះមានគោលបំណងចង់ឲ្យសាធារណជនបានយល់ដឹងពីឧស្សាហកម្មកុលាលភាជន៍នៅក្នុងសង្គមខ្មែរមានការរីកចម្រើនខ្លាំងបើទោះបីសម័យអង្គរមានទំនាក់ទំនងជាមួយអន្តរជាតិយ៉ាងណាក៏ដោយក៏បុព្វបុរសខ្មែរនៅតែផលិតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃមិនពឹងផ្អែកលើការនាំចូលឡើយទាំងនេះបង្ហាញថានៅក្នុងអរិយធម៌ខ្មែរនាសម័យបុរាណកុលាលភាជន៍ក្រៅពីប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងព្រះបរមរាជវាំងរហូតដល់ប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះទេសូម្បីពិធីកិច្ចគោរពបូជាផ្សេងៗឬសម្រាប់រក្សាទុកអធិធាតុរបស់បុព្វការីជនជាដើមលោកស្រីឌីដារីមន្ត្រីផ្នែករដ្ឋបាលរបស់សារមន្ត្រីព្រះនរោត្តមសីហនុអង្គរបញ្ជាក់ថាពិព័រណ៍មិនអចិន្ត្រៃយ៍រយៈពេល2ខែចាប់ផ្ដើមពីថ្ងៃទី23ខែតុលារហូតដល់ចុងខែធ្នូឆ្នាំ2025មានតាំងបង្ហាញក្នុងសាលជាន់ទី1របស់សារមន្ត្រីក្រៅពីនោះអ្នកទេសចរអាចដើរទស្សនាពិព័រណ៍ធំៗជាពិព័រណ៍អចិន្ត្រៃយ៍ពិព័រណ៍មិនអចិន្ត្រៃយ៍និងវត្ថុបុរាណរាប់រយប្រភេទទៀតដែលបានអភិរក្សរក្សាទុកនៅក្នុងសារមន្ទីរបន្ថែមពីនេះក៏មានមគ្គុទ្ទេសក៍ទេសចររបស់សារមន្ទីរធ្វើបទបង្ហាញជូនតាមសាលពិព័រណ៍នីមួយៗផងដែរលោកស្រីឌីណារីបានអំពាវនាវសាធារណជននិងភ្ញៀវទេសចរចូលអញ្ជើញមកទស្សនានិងស្វែងយល់បន្ថែមពីសម្បត្តិបេតិកភណ្ឌនាសម័យបុរេប្រវត្តិសម័យអង្គរនិងក្រោយសម័យអង្គរដែលរួមមានទាំងវត្ថុសិល្បៈនិងពិព័រណ៍កុលាលភាជន៍នៅសារមន្ទីរព្រះនរោត្តមសីហនុអង្គរសូមជម្រាបថាសារមន្ទីរព្រះនរោត្តមសីហនុអង្គរមានទីតាំងក្នុងភូមិបឹងតូនប៉ាសង្កាត់ស្លកក្រាមក្រុងសៀមរាបសារមន្ទីរបើកឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យវេលាម៉ោង 8:30 នាទីព្រឹកដល់ម៉ោង 4:30 នាទីល្ងាច